សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃបងប្អូននេះដំណើរពីកោះកុងទៅភ្នំពេញបងប្អូនហើយតែសភាពតាមផ្លូវសារខ្លាំងណាស់បងប្អូនអើយនេះកោះកុងយីរួមទៅខៀវស្ងាត់មកបងប្អូនម៉ោង7 8ហ្នឹងបងប្អូនហើយនេះហើយផ្លូវក៏តលាយដែរឥឡូវមិនដូចពីមុនទេបងប្អូនផ្លូវល្អស្អាតហើយឥឡូវនេះពេលព្រឹកអត់សូវមានឡានទេបងប្អូនកោះកុងឥឡូវមិនសូវមានឡានរត់ទេព្រោះដោយសារអីយើងមានទំនាស់ជាមួយនឹងព្រំដែនហ្នឹងបងប្អូនឥឡូវដូចអត់សូវមានឡានរត់ទេឥឡូវស្ងាត់ហ្មងហើយនិយាយថាទេសភាពវិញមិនបាច់និយាយទេបងប្អូនហើយតាមដងផ្លូវនេះខ្ញុំធ្វើដំណើរពីកោះកុងទៅភ្នំពេញបងប្អូនមកភ្នំពេញថ្ងៃអត់និយាយរួមទៅថ្ងៃម៉ោង7 8ហើយគឺនៅរងាឡើយទេបងប្អូនតិចតាមផ្លូវតិចហ្មងត្រឹមកោះកុងយើងហ្នឹងគឺស្រួលណាស់បងប្អូនផ្លូវឥឡូវគឺមិនដូចពីមុនទេស្រួលមែនតើហើយអត់ថារឿងឡានរត់យូរមានឡានមួយរត់ទេបងប្អូននិយាយរួមទៅបើថាអាយុវិញជិះខ្លាចហ្នឹងបងប្អូនព្រោះខ្សែវាស្ងាត់ហើយវាព្រៃបងប្អូនហើយព្រៃភ្នំហើយយើងជិះគាត់ថាផ្លូវវាធំឥឡូវខ្ញុំបានមកដល់តាពាំងរូងហើយបងប្អូនតាពាំងរូងព្រោះដោយសារអីអត់ហ៊ានថតរហូតទេព្រោះជិះតាំងពីកោះកុងជិះយូរដែរបងប្អូនជិះ5ម៉ោងជិះម៉ោង7ដល់ពេញម៉ោង2:10ម៉ោងមិន10ជាង7 2:10បងប្អូនហ្នឹងហើយនិយាយថានេះទេសភាពនៅខាងតាពាំងរូងបងប្អូនអើយទឹកខៀវឡើងខៀវថ្លាឆ្វេងហ្មងស្អាតណាស់បងប្អូនហើយជិះម៉ូតូ5ម៉ោងបងប្អូនហើយអត់ដែរជិះសោះហ្មងលើកទី1ហើយឆាជីវិតគឺផ្លូវឆ្ងាយនេះបងប្អូនហើយជិះឥឡូវបានមកដល់ដងទឹកបងប្អូនដងទឹកមកដល់ដងទឹកហើយមកដងទឹកក៏ស្អាតដែរបងប្អូនខ្ញុំថតតែកន្លែងស្ពានទេមកស្រុកទេព្រោះដោយសារអីអង្គុយថតរហូតហ្នឹងបាច់ទេចុកដៃព្រោះឆ្ងាយបងប្អូនហើយនិយាយថាទេសភាពបងប្អូនហើយផ្លូវក៏តលាយអត់សូវមានឡានរត់ទេស្ងាត់ឆឹងហ្មងអានេះគឺខ្ញុំមកដល់ស្រែអំបិលបងប្អូនវាស្រែអំបិលដល់ស្រែអំបិលហើយបងប្អូនហើយអានេះកន្លែងរមណីយដ្ឋានគេស្គាល់ស្ពានហ្នឹងបងប្អូននេះបានមកស្ទុះក្រោយមកបានមកដល់ពេជ្រណាល់បងប្អូនមកដល់កន្លែងយាយម៉ៅបានឈប់សម្រាកបន្តិចក៏បែបបន់ដែរក៏ធ្វើដំណើរតអញ្ចឹងបងប្អូនហ្នឹងហើយវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរបងប្អូនព្រោះឲ្យចិត្តដល់ហើយអញ្ចឹងជួយដល់ទីបញ្ចប់បងប្អូនកុំភ្លេចចុច like share វីដេអូខ្ញុំមួយផងហើយកុំភ្លេចជួយ subscribe YouTube ខ្ញុំមួយផងបងប្អូនអរគុណជួបគ្នាវីដេអូក្រោយបាយបាយ